Tôi sẽ đây bằng phone cái bộ bong bộ này miền vò tròn ánh cúแต่แปะទៅដើម្បីការពារពូវ៉ចង់ឯងនេះគឺយើងប្រើខាងសឹកសង្គ្រាមបងប្អូនបាទបិទរៀបរៀងគ្រោះក្របរំសេវបាទប្រើខាងស្នែផងប្រើខាងមុនខ្មៅផងបាទច្រើនណាបងប្អូនណាបាទនេះជំនឿបាទវ៉ចង់ឯងបាទវ៉ចង់ឯងបាទពូខ្ញុំឃើញមានគ្រូគាត់ពាក់ពេលធ្វើសង្គ្រាមបាទហើយខ្ញុំមិនមែនគ្រូទេបងប្អូនដែលឆាតមកថាហៅខ្ញុំគ្រូខ្ញុំមិនមែនគ្រូទេបងប្អូនណាបាទខ្ញុំគ្រាន់តែជាអ្នកគ្រប់ស្រឡាញ់វត្ថុស័ក្តិសិទ្ធិដឹងពីរបស់ប្រើខ្លះតែប៉ុណ្ណឹងហើយខ្ញុំមិនមែនជាគ្រូមកចេះអាគមគាថាអីទេណាបងប្អូនបាទទៅលោកមូសុតបាទទៅលោកមូសុតអ្នកខ្លះអត់ជឿទៀតអ្នកខ្លះអត់ជឿថាខ្ញុំអត់ចេះអីទេអត់ជឿទេបាទតែធៀបពិតគឺអត់ចេះអីមែនបាទហើយមួយវែងនេះគឺជ្រូកជើង5បងប្អូនណាជ្រូកជើង5គេថាតែជ្រូកវត្តជ្រូកជើង5បងប្អូនបាទជ្រូកជើង5ខុសពីជ្រូកព្រៃត្រង់សាច់បងប្អូនណាបាទសាច់ជ្រូកព្រៃគឺសាច់ហាប់ណែនជ្រូកជើង5សាច់សហើយរាងកដាញ់បាទនេះបាទនេះប្រភេទខ្នាយតាន់របស់ខ្មែរយើងខេត្តពោធិ៍សាត់ខ្នាយនេះបានមកពីក្រវាញបានមកពីក្រវាញបានពីអូសោមបាទអូសោមស្រុកវាលវែងខ្នាយហ្នឹងខ្ញុំជីវមកហ្នឹងគឺគេតម្រឹមគល់បន្តិចបងប្អូនគេដោះបាទដោះគល់ប្រហែលជាមិនដល់មួយថ្នាំងដៃទេបាទហើយខ្នាយតាន់ត្រឹមនេះបាទតាន់ត្រឹមនេះងាយរកទេបងប្អូននេះបាទខ្ញុំអ្នកនៅព្រៃឯងបាទខ្នាយនេះខ្ញុំជីវមកតាំងពី2019បងប្អូន2019មុនកូវីដបាទនិយាយទៅមុនកូវីដខ្ទុះចុងឆ្នាំ2019 2020បាទហើយបើជ្រូកជើង5នេះខ្ញុំជីវបានលបាក់មុនកូវីដដែរបងប្អូនបាទហ្នឹងហើយជុតនេះគឺយើងប្រើខាងសឹកសង្គ្រាមបងប្អូនប្រើខាងការពារសឹកសង្គ្រាមបាទជ្រូកជើង5នេះបាទអានឹងវាពិសេសបងប្អូនពិសេសបាទហើយឈុតនេះគឺឈុតខ្ញុំទុកពាក់គោរពថែសារដាក់តាមខ្លួនទេបាទហើយទៅមុខយើងមិនដឹងថាវាយ៉ាងម៉េចពេលយើងមានកូនមានអីទុកចែកឲ្យកូនទៅហើយបើសិនជាកូនយើងជាប៉ូលីសទាហានអាហ្នឹងទុកឲ្យគាត់ប្រើតគ្នាទៅអញ្ចឹងបងប្អូនបាទពួកយើងធ្វើជាឪគេយើងអ្វីដែលយើងអាចទុកចែកកូនបានគឺមានតែរបស់ហ្នឹងហើយបន្ទាប់ពីដីធ្លីគេអាកមកគឺវត្ថុស័ក្តិសិទ្ធិហ្នឹងហើយបាទហើយគាត់ជឿមិនជឿអាហ្នឹងលើនិស័យរបស់គាត់បាទគាត់ថាយើងជាឪយើងត្រូវតែមានរបស់ឲ្យទុកឲ្យគាត់ការពារខ្លួនអញ្ចឹងបាទហើយចំណាយអស់ច្រើនបងប្អូនបាទខ្ញុំប្រើរបស់ជិត10ឆ្នាំនេះចំណាយអស់ច្រើនចូលជិត10000ណាបងប្អូនទិញជាវពីព្រៃមកបាទមួយដើមនេះខ្ញុំជាវ6លានជាងបងប្អូនណាមួយដើមនេះមួយដើមដោះម្រះនេះ6លានជាងបាទហើយជ្រូកជើង5នេះមានមួយឈុតខ្ញុំជាវប្រហែលជាបើមិន700000 800000ខ្ញុំភ្លេចប្រេះបាទមួយឈុតនេះហើយបើជិតវ៉ចង់ឯងនេះខ្ញុំភ្លេចហើយខ្ញុំដូរគាត់ហ្នឹងខ្ញុំដូរគ្នាបាទដូរគ្នាជាមួយអីទៅខ្ញុំវាភ្លេចទៅបាទចឹងថ្ងៃបុណ្យទិវារំដោះជាតិនេះសូមឲ្យបងប្អូនធ្វើដំណើរតាមផ្លូវឲ្យសុខសប្បាយបាទសូមឲ្យប្រទេសជាតិយើងមានសន្តិភាពចាប់ពីពេលនេះទៅសូមឲ្យសត្រូវដែលឈ្លានពានឲ្យវារំសាយចិត្តមកវិញកុំឲ្យឈ្លានពានប្រទេសគេព្រមទាំងប្រទេសវាកំពុងកើតទុក្ខភ័យហ្នឹងហើយអញ្ចឹងសូមឲ្យវាប្រូចិត្តពីការឈ្លានពានមកពីការនិយាយគ្នាឲ្យត្រូវវិញចឹងបងប្អូនបាទអញ្ចឹងសូមអរគុណ